បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសអ្នករៀន IT ទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំបន្តទៀតឥឡូវថ្ងៃនេះយើងមានវីដេអូថ្មីមួយដែលនិយាយអំពីការ scan រកមើល IP នៅក្នុង LAN របស់យើងដោយយើងជាទូទៅយើងចង់រក IP នៅក្នុង LAN របស់យើងចូលទៅក្នុងrouter ឬមួយក៏តាមវិធីផ្សេងអញ្ចឹងទៅតែថ្ងៃនេះខ្ញុំសូមណែនាំកម្មវិធីមួយដែលមានឈ្មោះថា Advanced IP Scanner អញ្ចឹងAdvanced IP Scanner នេះគឺយើងអាច scan រក IP នៅក្នុង LAN របស់យើងបានហើយកម្មវិធីនេះគឺវា free ទេដែលយើងអាចទៅ download បានឥឡូវខ្ញុំបង្ហាញតិចទៅយើងអាចទៅ download បាននៅក្នុង website របស់កម្មវិធីនឹងមកអញ្ចឹងវាអត់មានត្រូវការបង់លុយបង់កាយទេអត់មានត្រូវការ license ទេយើងអាច download free បានវាអត់បញ្ហាទេអញ្ចឹងយើងចូលក្នុង website មកយើង download មកណាតែវាមាន tool ផ្សេងទៀតដែលមាន RA admin មានអីណាទៀតឥឡូវវា auto បន្តិច download អូខេអញ្ចឹងខ្ញុំបាន install នៅលើ computer ខ្ញុំរួចហើយខ្ញុំបានតម្លើរួចហើយអញ្ចឹងខ្ញុំសូមបើកវាមកដោយវាមានជាឧទាហរណ៍ស្រាប់យើងអាច scan ចេះបែបនេះក៏បានឬមួយក៏ scan បែបនេះក៏បានអញ្ចឹងដោយឥឡូវខ្ញុំចង់ដឹងថានៅក្នុង LAN របស់ខ្ញុំខ្ញុំប្រើ LAN ប្រហែលអញ្ចឹងរបស់ខ្ញុំ LAN 100ខ្ញុំប្រើ192 168.100តែអានេះចុច1ចឹងបានន័យថាយើងប្រើ LAN របស់វាគឺ rank របស់វាប៉ុណ្ណេះអញ្ចឹងពីលេខ1ដល់254ណាអញ្ចឹងរបស់ខ្ញុំគឺកុំព្យូទ័ររបស់ខ្ញុំ connect Wi-Fi នៅផ្ទះនេះគឺវាបាន IP លេខ3អញ្ចឹងខ្ញុំដើម្បីយើងនេះបានយើងប្រើ command IP config មកអញ្ចឹងយើងអាចទៅមើលនេះ rank របស់វាបានហើយអញ្ចឹងអូខេអញ្ចឹងខ្ញុំចង់ដឹងថា LAN របស់យើងពីណា LAN របស់ខ្ញុំកំពុងប្រើហ្នឹងមាន device ប្រហែលដែរកំពុងតែភ្ជាប់មកកាន់ network របស់យើងណាអញ្ចឹងយើងប្រើបែបនេះមកហើយយើងចុច scan អញ្ចឹងនៅពេលហ្នឹងវានឹងរកបាទវានឹង scan រកគ្រប់ device ទាំងអស់ដែលភ្ជាប់មកកាន់ network របស់យើងហ្នឹងហើយក៏វាមានជារបៀបថាវាបង្ហាញជាឈ្មោះឧបករណ៍ហ្នឹងដែលគេប្រើដូចថាអ្នកណាអ្នកផលិតអីចឹងទៅហើយបង្ហាញជា MAC address បន្ថែមទៀតអញ្ចឹងដូចនេះដូចជានេះអីខ្ញុំប្រើ router របស់ Huawei អញ្ចឹងវាប្រកាសជានៅក្នុង router វាបានដាក់ថា Huawei Technology ហើយនឹងមានលេខផ្សេងទៀតក៏មានដូចជានេះផ្សេងទៀតទៅអញ្ចឹងវានឹងបង្ហាញទៅតាមហ្នឹងដែរអញ្ចឹងនៅក្នុង Advanced IP Scanner នេះគឺវាងាយស្រួលវាជួយយើងបានច្រើនជាពិសេសនៅក្នុងបើសិនយើងនៅក្នុង LAN របស់យើងមានការ share មានឧទាហរណ៍ថា scan មើលហើយយើងមានកុំព្យូទ័រមួយណាដែលគាត់ share ត្រាយឬមួយក៏អីវានឹងបង្ហាញជាបែបនេះដូចជានេះយើងអាចចូលទៅក្នុងនេះបានទៀតដោយសារខ្ញុំមាន router 2អញ្ចឹងឧទាហរណ៍ពេលខ្លះយើងភ្លេច IP របស់ router មួយហ្នឹងដោយសារយើងប្រើជា access point ហ្នឹងទៅអញ្ចឹងពេល scan រួចវានឹងបង្ហាញណាឥឡូវ access point មួយនេះកតុយលេខ30អូខេអញ្ចឹងខ្ញុំអាចចុចនៅលើហ្នឹងហើយយើង access ទៅកាន់ access point ខ្ញុំតែម្ដងអញ្ចឹងវាងាយស្រួលហើយមួយទៀតបើកុំព្យូទ័រយើង share ហ្នឹងក៏មាន share ជា drive ឬមួយក៏អីហ្នឹងក៏វាបង្ហាញលើនឹងដូចគ្នាដែរអញ្ចឹងហើយជាពិសេសកម្មវិធីនេះវាជួយយើងបានច្រើននៅក្នុងពេលដែលយើង support ឬមួយក៏ជាឧទាហរណ៍ដែលយើងទើបតែ support គេហៅយើងទៅ support នៅក្រុមហ៊ុនណាមួយឬមួយក៏អីចឹងទៅយើងអត់ដែលដឹងថានៅក្នុងហ្នឹងមានdevice ណាខ្លះឬមួយក៏គេប្រើ IP ណាខ្លះអីចឹងទៅអញ្ចឹងយើងអាចយកមក scan មើលបានអញ្ចឹងនៅក្នុងហ្នឹងវាបង្ហាញយើងបានច្រើនហើយក៏វាមាន setting មួយចំនួនទៀតដែលយើងអាចរកមើលនៅខាងក្នុងនឹងបានហើយក៏វាអាច remote ទៅនេះថានេះតែយើងមាន install RA admin មួយទៀតមកយើងអាច remote ទៅឬមួយក៏យើងអាចបិទឬមួយក៏អីទៅវាមាន tool ច្រើនជាងនឹងទៀតអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាហើយកុំភ្លេចជួយ follow ឬមួយក៏ subscribe ទាំងក្នុង TikTok និង YouTube ផងអរគុណច្រើន